បងប្អូនណាខ្លះចូលចិត្តស្លម្ជូរគ្រឿងឆ្អឹងជំនីគោបើខ្ញុំវិញគឺថាចូលចិត្តលេខ1តែម្ដងឆ្ងាញ់ជាងសាច់អ៊ីវគោឆ្ងាយបងប្អូនព្រោះអីយើងស្លជាមួយឆ្អឹងអញ្ចឹងវាមានជាតិល្អណាហើយថ្ងៃនេះខ្ញុំមានឆ្អឹងជំនីគោហ្នឹងមកកញ្ច្រែងអញ្ចឹងហើយរើសយកឆ្អឹងខ្ចីហ្នឹងយកទៅស្លម្ជូរគ្រឿងជាមួយនឹងតកួនណាបងប្អូនហើយឥឡូវនេះខ្ញុំចាប់ផ្ដើមចាក់វាដាក់កញ្ច្រែងបន្ទាប់មកខ្ញុំជីដូចថាកតិចជាមួយនឹងកតិចជ្រុញបងប្អូនកតិចជ្រុញកតិចអីហ្នឹងជាវាស្អាតហើយរើសយកឆ្អឹងខ្ចីហ្នឹងស្លម្ជូរគ្រឿងមួយឆ្នាំងហើយនឹងឆ្អឹងផ្សេងទៀតយើងប្រឡាក់វាទុកណាបងប្អូនទុកល្ងាចមួយពេលទៀតហើយឥឡូវនេះបន្ទាប់ពីជាកតិចកទីស្អាតអស់ហើយខ្ញុំចាប់ផ្ដើមមកកាប់សាច់បងប្អូនអញ្ចឹងខ្ញុំកាប់ហើយបានខ្ញុំលាងទឹកតាមក្រោយព្រោះអីកុំឲ្យវាខ្ទាតទឹកណាទៀតប្រឡាក់ខោប្រឡាក់អីចឹងទៅអញ្ចឹងខ្ញុំកាប់វាដុំតូចមកល្មមតាមដែលខ្ញុំចង់បានអញ្ចឹងទៅហើយខ្ញុំអត់កាប់ទាំងអស់ទេបងប្អូនខ្ញុំទុកប្រឡាក់ខ្លះចឹងកាប់វាទៅឆ្អឹងខ្ចីហ្នឹងហើយនឹងឆ្អឹងចាស់ឆ្អឹងខ្ចីអីហ្នឹងកាប់ដាក់លាយគ្នាទាំងអស់ហ្នឹងឯងបងប្អូនហើយអាកន្លែងសាច់ណាវារៀងស្វិតហ្នឹងខ្ញុំច្រាំវាតិចទៅពេលយើងញ៉ាំទៅវាអត់សូវស្វិតចឹងណាហើយសម្រាប់បន្លែវិញថ្ងៃនេះគឺបន្លែតកួនបងប្អូនភាគច្រើនខ្ញុំស្លម្ជូរគ្រឿងស្លជាមួយតកួនសម្រាប់បន្លែដូចជាប៉េងប៉ោះម្ទេសផ្លោកជាមួយនឹងត្រប់អីហ្នឹងគឺខ្ញុំអត់សូវប្រើហ្មងទេបងប្អូនភាគច្រើនគឺប្រើតែតកួនយូរហូបម្ដងទេបងប្អូនត្រប់ប៉េងប៉ោះអីហ្នឹងណាគឺស្លខ្ញុំអត់សូវចូលចិត្តដូចជាតកួនហ្មងទេបងប្អូនហើយឥឡូវនេះខ្ញុំចាប់ផ្ដើមចាក់គ្រឿងរបស់យើងចូលចានបងប្អូនគ្រឿងនេះខ្ញុំទិញមកពីផ្សារប៉ុន្តែគ្រឿងនេះមីងគាត់បុកថ្មីលក់បងប្អូនគាត់បុកនឹងត្បាល់យើងធម្មតាទេអត់មានកិនក្លុកអីទេហើយគ្រឿងនេះគាត់បុកថ្មីលក់ភ្លាមអញ្ចឹងគឺថានៅតែឈ្ងុយល្អណាបងប្អូនហើយយកមកដល់ហ្នឹងខ្ញុំច្រាំខ្ទឹមច្រាំអីដាក់ថែមអញ្ចឹងទៅហើយច្រាំប្រហុកដាក់ពីលើអញ្ចឹងឲ្យវាឈ្ងុយណាបងប្អូនបន្ទាប់មកក៏យើងធ្វើការកូរគ្រឿងរបស់យើងជាមួយនឹងខ្លាញ់ហ្នឹងឲ្យវាឡើងឈ្ងុយអញ្ចឹងស្លម្ជូរគ្រឿងសាច់គោសាច់ជ្រូកសាច់មាន់អីហ្នឹងគឺថារបៀបតែមួយទេបងប្អូនគឺខ្ញុំស្លតែរបៀបហ្នឹងតែរហូតហ្នឹងឯងហើយបន្ទាប់ពីកូរគ្រឿងឡើងឈ្ងុយហើយខ្ញុំចាប់ផ្ដើមដាក់សាច់របស់យើងចូលណាបងប្អូនបន្ទាប់មកយើងកូរវាឲ្យឡើងឈ្ងុយជាមួយនឹងគ្រឿងទុកវាឲ្យដាច់ទឹកប្រៃដាច់អីចឹងទៅបានយើងដាក់ទឹកដាក់អីចូលអញ្ចឹងខ្ញុំកូរវាមកងាស់វាទុកឲ្យមកស្ទុះធំអញ្ចឹងបន្ទាប់មកក៏ងាកមកធ្វើបន្លែរបស់យើងហាន់តកួនហាន់អីតកួនថ្ងៃនេះខ្ញុំដាក់3ដុំបងប្អូនយកមកដល់ខ្ញុំដំវាឲ្យតប៉ែអញ្ចឹងទៅកាត់វាកង់ដាក់លាងទឹកដាក់ត្រាំទឹកវាឲ្យអស់ជ័រអីចឹងណាបងប្អូនហើយបន្ទាប់មកក៏យើងលាងជ្រះទឹកស្អាត2ទឹកអីទៀតទៅដើម្បីឲ្យវាជ្រះល្អជាមួយនឹងស្លឹកអលួយហ្នឹងហើយក៏ស្រង់ដាក់កញ្ច្រែងដាក់អីចឹងទៅឲ្យវាស្រស់ទឹកល្អឲ្យវាអស់ជាតិជ័រវាល្អបងប្អូនពេលដែលយើងដាក់ត្រាំទឹករៀងយូរចឹងណាបើយើងអត់ត្រាំទឹកទេយើងដាក់ស្លលាងហើយដាក់ស្លបដ ாய் គឺថាវានៅធំក្លិនជ័រអញ្ចឹងឥឡូវនេះសាច់របស់ខ្ញុំឡើងឈ្ងុយឯងបងប្អូនវាឡើងដាច់ទឹកប្រៃឲ្យខ្ញុំដាក់ទឹកចូលណាដាក់ទឹកចូលហ្នឹងគឺដាក់មកល្មមទេអត់ទាន់ដាក់ច្រើនហ្មងទេខ្ញុំដាក់មកងាស់វាឲ្យអស់ទឹកប៉ុណ្ណឹងទៀតបានខ្ញុំដាក់ទឹកស្លយកតែម្ដងព្រោះអីបើមិនចឹងខ្លាចវាស្វិតដល់បងប្អូនស្លម្ជូរគ្រឿងនេះតផុយបានវាឆ្ងាញ់ហើយអញ្ចឹងបន្ទាប់ពីមកងាស់សាច់ហើយខ្ញុំក៏បានប្រឡាក់សាច់ឆ្អឹងជំនីរបស់យើងបងប្អូនឆ្អឹងជំនីដែលនៅសល់ហ្នឹងអញ្ចឹងប្រឡាក់ថ្ងៃនេះគឺអត់បានប្រឡាក់អីច្រើនទេបងប្អូនគឺប្រឡាក់ប៉ុណ្ណឹងឯងហើយដាក់ជាមួយប៊ីចេងស្កររ៉ូឌីអីចឹងទៅហើយរោយម្ទេសហុយតិចចឹងណាបងប្អូនមានតិចទេច្រើនដែរហ្នឹងបងប្អូនចាក់ចែជ្រុលដៃចឹងពីព្រឹកហ្នឹងជូរគ្រឿងឆ្អឹងជំនីគោដល់ល្ងាចឡើងហ្នឹងអាំងឆ្អឹងជំនីគោទៀតហើយបងប្អូនអើយថ្ងៃនេះមួយថ្ងៃហ្នឹងគឺថាអត់តលាន់ទេសាច់គោគឺអត់សូវតលាន់ទេបងប្អូនតែបើសាច់ជ្រូកគឺលះតលាន់ណាចឹងហូបបានតែមួយពេលទេហើយអញ្ចឹងបន្ទាប់ពីដាក់គ្រឿងដាក់ឲ្យហើយយើងច្បល់វាឲ្យរៀងយូរតិចបងប្អូនឲ្យវាចូលជាតិល្អអញ្ចឹងឲ្យតែប្រឡាក់សាច់ម្ដងគឺខ្ញុំតែងតែច្បល់វារៀងយូរតិចណាបងប្អូនបើមិនអញ្ចឹងទេខ្លាចលោវាអត់ចូលជាតិអញ្ចឹងទៅគឺថាមានដុំខ្លះសាបដុំខ្លះប្រៃអីអញ្ចឹងទៅវាអត់សប់ល្អអញ្ចឹងហើយយើងតច្បល់ឲ្យរៀងយូរបន្តិចឥឡូវនេះបើសាច់ប្រឡាក់របស់ខ្ញុំរួចរាល់ហើយបងប្អូនហើយស្លរបស់ខ្ញុំក៏បានថែមទឹកសម្រាប់ហើយដែរបន្ទាប់ពីមកងាស់ទឹកមិញចង់អស់ហើយគឺដាក់ថែមទឹកតិចទៀតណាបងប្អូនដើម្បីឲ្យវាផុយល្អហើយងាកមកនេះគឺឃើញត្រួយអំពិលល្អពេកបងប្អូនហើយអញ្ចឹងហើយទៅបូតបានមកក្តាប់ធំយកមកដាក់ក្នុងស្លដំបូងថាដាក់ត្រួយម្ជូរទេប៉ុន្តែដល់ពេលឃើញត្រួយម្ជូរខ្ចីល្អតែទ្រាំបានទេបងប្អូនអើយតែឆ្លៀតតែបេះបានមកក្តាប់ធំហើយនៅចិត្តអញ្ចឹងផ្ទះនេះឯងបងប្អូនអត់មាននៅឆ្ងាយទេហើយដើមម្ជូរហ្នឹងក៏អត់ហ៊ានកាប់ចោលដែរតាំងពីម៉ែនៅកាលម៉ែនៅគ្នាមិនសូវបានលាស់ល្អទេព្រោះអីបេះរាល់ថ្ងៃ
ម៉ែក៏ចូលចិត្តស្លម្ជូរស្រែរបស់យើងនឹងបងត្រួយម្ជូរហើយឥឡូវនេះបេះបានមកក្តាប់ធំហើយក៏យើងចាប់ដើមយកវាទៅលាងទឹកលាងអីហើយក៏ឆ្លៀតថតទេសភាពជូនបងប្អូនមើលនៅក្រោយផ្ទះចឹងណាបងប្អូនហើយនិយាយថាពីផ្កាតកួនវិញគឺថារីកឡើងស្គុះស្គាយពេញក្រោយផ្ទះតែម្ដងបងប្អូនហើយឡើងស្រស់ប្រងមើលទៅគួរឲ្យចង់គយគុណមែនទែនបងប្អូនផ្កានេះស្អាតហើយបងប្អូនផ្កាធម្មជាតិរបស់យើងផ្កាតកួនថាទៅសាមញ្ញទេបងប្អូនប៉ុន្តែប៉និតឲ្យមែនទែនមិនដឹងថាផ្កាតកួនហ្នឹងស្អាតហើយរីកវាស់ល្ងាចតែម្ដងបងប្អូនរីកមិនថាព្រឹកមិនថាថ្ងៃមិនថាល្ងាចអីទេគឺរីកស្គុះស្គាយមួយថ្ងៃវាស់ល្ងាចហើយឥឡូវនេះបន្ទាប់ពីបេះត្រួយម្ជូរបានហើយក៏ចាប់ផ្ដើមមកបង់បន្លែចូលក្នុងស្លរបស់យើងហើយបន្ទាប់មកក៏លាងត្រួយម្ជូរលាងអីស្អាតហើយដាក់បង់ជាមួយបន្លែយើងនឹងតែម្ដងហើយមានដាក់ម្ទេស 3-4 គ្រាប់ចូលទៅក្នុងនឹងទៀតណាបងប្អូនរំលេចពណ៌វាហើយណាមួយខ្លាចបងប្អូនណាគាត់ចង់ហូបម្ទេសអីចឹងញិចហិលក្តៅចឹងហត់ជាមួយនឹងទឹកស្លឆ្ងាញ់មែនទែនបងប្អូនហើយស្លម្ជូរគ្រឿងឆ្អឹងជំនីគោនិយាយថាពីជាតិហើយយើងបងម្ទេសអញ្ចឹងទៀតណានិយាយថាពីឆ្ងាញ់ណាបងប្អូនហើយស្លឆ្អិនហើយបាននឹកឃើញមកបេះម្រះព្រៅហើយចេះក្នុងចិត្តគិតថាអូយភ្លេចអីដូចជាភ្លេចអីមួយមុខការពិតភ្លេចម្រះព្រៅទេបងប្អូនស្លឆ្អិនហើយបាននឹកឃើញប៉ុន្តែអត់ថ្មីទេបងប្អូនយើងទុកបើកភ្លើងតិចនៅនឹងទៅយើងទៅបេះម្រះព្រៅហើយអាងតែម្រះព្រៅនៅចិត្តផ្ទះហ៎បងប្អូនដល់ពេលអញ្ចឹងទៅក៏អត់នឹកឃើញបេះទុកឲ្យហើយអញ្ចឹងយកមកដល់ក៏អត់ប្រអងយូរដែរលាងទឹកលាងអីឲ្យស្អាតហើយបងចូលស្លតែម្ដងហើយនិយាយថាពីក្លិននោះឈ្ងុយបងប្អូនហើយស្លម្ជូរគ្រឿងរបស់យើងថ្ងៃនេះគឺថាឆ្ងាញ់មែនទែនហើយនេះបងប្អូនរួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ចៀនត្រីណាបងប្អូនដាក់ចៀនត្រីខ្ញុំមានត្រីចៀនមួយមុខទៀតកូនត្រីស្រែទូចទេបងប្អូនកូនត្រីទួទូចហ្នឹងណាយកមកប្រឡាក់វាហាលវាឲ្យក្រៀមទៅយើងចៀនអែបជាមួយស្លមួយមុខទៀតណាបងប្អូនអញ្ចឹងយើងហត់ទឹកស្លក្តៅហើយយើងខាំត្រីងៀតស្រួយខ្ញោកមួយម៉ាត់ពីរម៉ាត់ទៀតទៅអូនិយាយថាពីឆ្ងាញ់មែនទែនហើយនេះស្លម្ជូររបស់ខ្ញុំបងប្អូនសិតតែឆ្អឹងខ្ចីខាំទៅគ្រួបតែម្ដងហើយត្រីរបស់ខ្ញុំក៏ឆ្អិនហើយដែរបងប្អូនហើយនិយាយថាពីអស់បាយពីឆ្នាំងអត់ដឹងខ្លួនទេហើយត្រីនេះឃើញតែទូចចឹងទេបងប្អូននិយាយថាពីជាតិនោះជាតិបងប្អូនខាំស្រួយក្រឹបបាយក្តៅបន្ទាប់មកហត់ទឹកស្លក្តៅឈ្ងុយជាមួយនឹងម្រះព្រៅទៀតញិចម្ទេសហិលទៀតអូយឆ្ងាញ់ណាស់បងប្អូនអើយបាយថែមហើយថែមទៀត